លក្ខណៈមួយនៃអ្នកដែលបង្កើតផលគឺជាមនុស្សម្នាក់ដែលនាំអ្នកដតីផ្សេងទៀតជួយបង្រៀនអ្នកដតីផ្សេងទៀតហើយជួយគេឲ្យគេចាប់ផ្ដើមធ្វើកិច្ចការដែលព្រះជាម្ចាស់ត្រាស់ហៅឲ្យអ្នកដតីផ្សេងទៀតបានមានឱកាសឃើញថាអ្នកនេះក៏ព្រះជាម្ចាស់ត្រាស់ហៅគាត់នៅក្នុងផ្នែកនឹងដែរអ្នកដែលបង្កើតផលផ្លែមិនមែនជាតួឯកទេអ្នកដែលបង្កើតផលផ្លែនឹងយល់ច្បាស់ថាកិច្ចការនៅក្នុងព្រះរបស់ព្រះជាម្ចាស់មិនអាចធ្វើតែម្នាក់ឯងបានទេត្រូវការគ្នាត្រូវការអ្នកដតីផ្សេងទៀតដែលព្រះជាម្ចាស់ក៏ត្រាស់ហៅពួកគាត់ដែរខ្ញុំចង់ឲ្យលោកអ្នកបងប្អូនស្ដាប់ពេលដែលលោកសាមយ៉ូអែលបានចាក់ប្រេងអភិសេកទៅលើយុវជនដាវីតហើយក្នុងព្រះគម្ពីរបានចែងថាព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយគាត់ព្រះវិញ្ញាណរបស់ព្រះអម្ចាស់គង់នៅជាមួយគាត់តាំងពីពេលនោះមកខ្ញុំសួរមួយអ្នកណាគេជាអ្នកដែលប្រទានពរនិងផ្ដល់ជាជំនួយឲ្យការពារយុវជនដាវីតពេលដែលគេដេញតាមសម្លាប់គាត់ព្រះជាម្ចាស់ព្រះវិញ្ញាណរបស់ព្រះអង្គគង់នៅជាមួយគាត់ព្រះអង្គជាអ្នកផ្ដល់ពរគាត់ព្រះអង្គជាអ្នកដែលធ្វើឲ្យផលផ្លែនៃការស្ដាប់បង្គាប់របស់លោកសាមយ៉ូអែលនៅស្ថិតស្ថេរព្រះអង្គជាអ្នកដែលធ្វើទោះបីជាលោកសាមយ៉ូអែលកន្លែងខ្លះគាត់អសមត្ថភាពកន្លែងខ្លះគាត់មិនអាចជួយបានទេខ្ញុំនិយាយម៉ាត់ឲ្យខ្លីឲ្យត្រង់ឲ្យចប់កន្លែងខ្លះសាមយ៉ូអែលក៏សូលចង់សម្លាប់ដែរបើហ៊ានតែធ្វើឲ្យសាមយ៉ូអែលសូលដឹងសូលនឹងសម្លាប់សាមយ៉ូអែលទៀតមានន័យថាចេះកន្លែងខ្លះសាមយ៉ូអែលអត់អាចជួយដាវីតបានទេកន្លែងខ្លះគាត់អត់ពេលខ្លះគាត់អត់អាចនៅជាមួយនឹងដាវីតបានទេប៉ុន្តែអ្វីមួយដែលលោកសាមយ៉ូអែលធ្វើបានល្អជាទីបំផុតនោះគឺបានចាក់ប្រេងអភិសេកស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅលើយុវជនដាវីតហើយព្រះវិញ្ញាណរបស់ព្រះអង្គគង់នៅ